សួស្តីអ្នកគ្នាខ្ញុំមកសម្រាប់រឿងថ្មីមួយចំណងជើងថារស់នៃស្នេហ៍អ្នកគ្នារឿងនឹងប្រហែលជាច្រើនភាគដែរហ្នឹងណាអ្នកគ្នាចាប់មករដូវកាលទី1ហ្មងគេក៏បង្ហាញឃើញតួអង្គរបស់យើងកំពុងតែអង្គុយមើលក្រដាសនៅលើតុរៀននៅឯសាលាវិទ្យាល័យអន្តរវិទ្យាសិដ្ឋានបរោះ302នឹងបើថាសាលាដែលមានតែសិស្សប្រុសអ្នកគ្នាហើយគេក៏បាននិយាយថាភ្លៀងធ្លាក់ហើយនៅក្នុងក្រដាសដែលគេបានមើលនោះគេបានសរសេរថាមកមើលការបាញ់កាំជ្រួចដែលកម្របានកើតឡើងក្នុងរយៈពេល50ឆ្នាំចុងក្រោយនេះជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់បំផុតព្រឹត្តិការណ៍នេះគឺបើកទូលាយសម្រាប់មនុស្សប្រុសនិងមនុស្សស្រីក្រោម4ឬច្រើនអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 40% ហើយតង់បោះជំរំមួយនឹងត្រូវបានផ្ដល់ឲ្យជាអំណោយមួយបន្ទាប់ពីគេបានអានរួចហើយគេក៏និយាយឡើងថានេះជារឿងល្អគ្រាន់តែថាតម្លៃគឺចំណាយតិចរាប់ពាន់លានតួបឋមរបស់យើងនឹងគឺឈ្មោះឈីហាងនាយកដ្ឋាននិស្សិតថ្មីនៃវិទ្យាសាស្ត្រកុំព្យូទ័របុគ្គលិកធ្វើការពីគ្រួសារក្រីក្រអ្នកគ្នាគេឈ្មោះឈីហាងដូចឈ្មោះ idol របស់ខ្ញុំហ្មងណានៅពេលដែលឈីហាងកំពុងតែអង្គុយលើតុអានក្តារសៀវភៅភ្លាមនោះបរិសម្នាក់បានមកអោបគេហើយនិយាយថាបងប្រុសហាមកណានឹងឈីហាងបានណែនាំឲ្យយើងដឹងថាក្មេងដែលអោបខ្ញុំគឺជាប្អូនប្រុសដែលខ្ញុំស្រឡាញ់បំផុតឈ្មោះរបស់គេមានឈ្មោះថាឈីវិនស៊ីក៏មិនទាន់និយាយទៅកាន់បងប្រុសខ្លួនឯងថាវាអាចផ្កាយកើតឡើងម្ដងក្នុងរយៈពេល50ឆ្នាំខ្ញុំបានឮថាវាធ្វើឲ្យកម្មវិធីមានប្រសិទ្ធភាពណាស់បងដឹងទេឈីហានបន្តប្រាប់ជាងទៀតថាទោះបីជាពួកយើងគ្មានទំនាក់ទំនងឈាមក៏ដោយក៏ពួកយើងបានពឹងពាក់គ្នាទៅវិញទៅមកតាំងពីពួកយើងនៅក្មេងមិនមានភាពស្និទ្ធស្នាលជាងបងប្អូនបង្កើតភ្លាមនោះឈីហានបានតបទៅកាន់វិនស៊ីវិញថាល្អទៅមុខទៅវិនស៊ីបន្ទាប់ឮដូច្នេះហើយគេក៏បន្តនិយាយតាមបងប្អូនគេថាបងប្រុសខ្ញុំចង់ទៅជាមួយបងប្រុសគេក៏បង្ហាញតួអង្គឲ្យស្គាល់ទៅថាឈ្មោះថាវិនស៊ីនិស្សិតថ្មីនៅក្នុងនាយកដ្ឋានវិចិត្រសិល្បៈចង់បញ្ចប់នៃការគ្រប់គ្រងជីវិនវិនស៊ីបាននិយាយទៅកាន់ឈីហាំងទាំងងងដូចជាក្មេងតូចអញ្ចឹងព្រមនោះឈីហាំងក៏តបទៅវិញថាគឺគេក៏បង្ហាញឃើញសិភៅធំតូចរបស់ឈីហានក្នុងចិត្តរបស់គាត់គិតថាបើគាត់បូកជាមួយនឹងវិនស៊ីស្មើនឹង480យួនឈីហានបន្តគិតទៀតថាសូមស្វាគមន៍ធ្វើការនៅ KSC រយៈពេល60.25ថ្ងៃមេរៀនណែនាំការសិក្សា 4.8 នេះជាអ្វីដែលខ្ញុំបាននិយាយឯងយល់វាទេវាជាលើកទី4ហើយកុសលនេះគេក៏ថា No កាត់មកគំនិតមួយទៀតឈីហានបាននិយាយទៅកាន់ខ្ញុំថាខ្ញុំសង្ឃឹមថាលោកមានអាហារដ៏រីករាយសូមផ្ដល់វាតម្លៃជាវិជ្ជមានដឹកអាហារ99ចង់និយាយថាឈីហានយើងនឹងពិនគិតសាហាវគួរខើហ្មងគេក៏អង្គុយច្រត់ចង្កាគិតទៀតថាដំណោះស្រាយស្មើគ្មានតម្លៃទេភ្លាមនោះវីស៊ីបន្ទាប់ពីឃើញបងខ្លួនកំពុងតែអានក្រដាស់ម្យ៉ាងគេក៏បានសួរទៅកាន់ឈីហាងវិញថាបងប្រុសអានអីនឹងឈីហានក៏តបទៅកាន់ប្អូនខ្លួនទៅវិញថាក្រៅពីវាថ្ងៃហើយទៅមានរឿងគួរឲ្យបារម្ភទៀតហើយអ្វីបានជាឯងមិនទៅជាមួយមិត្តភ័ក្តិរបស់ឯងសម្រាប់រឿងរ៉ូមែនទិកបែបនេះគេនិយាយចប់ហើយគេគិតក្នុងចិត្តទាំងយំថាទោះបីជាយ៉ាងណាក៏ដោយគ្មានមនុស្សស្រីណាចង់ណាត់ជួបជាមួយខ្ញុំទេភ្លាមវិនស៊ីតបទៅកាន់បងខ្លួនទាំងអន់ចិត្តថាបងប្រុសខ្ញុំត្រូវមានមិត្តប្រុសទៅមែនទេបន្ទាប់ពីលោកប្អូននិយាយបែបហ្នឹងហើយគេក៏មានការភ្ញាក់ផ្អើលបន្តិចហើយនិយាយថាស៊ឺស៊ីឯងគឺភ្លាមវីស៊ីបាននិយាយកាត់ថាបើអញ្ចឹងភ្លេចវាទៅទីហាងបានសម្លឹងទៅកាន់ប្អូនខ្លួនទាំងមិនពេញចិត្តហើយគេក៏បានស្គែថ្មីបន្តិចទាំងនិយាយថាបើដូច្នេះអញ្ចឹងថ្ងៃកំណើតរបស់ឯងជិតមកដល់ហើយពិចារណាថានេះជាអំណោយថ្ងៃកំណើតរបស់ឯងពីខ្ញុំវិនស៊ីបន្ទាប់ពីឃើញបងខ្លួននិយាយបែបហ្នឹងហើយគេក៏មានការសប្បាយចិត្តជាខ្លាំងគេនិយាយទាំងរត់ទៅអោបបងប្រុសគេហើយនិយាយថាបងប្រុសល្អជាងគេសម្រាប់ខ្ញុំឈីហាងបានគិតថាទោះបីជាយ៉ាងណាក៏ដោយប្រសិនបើខ្ញុំអាចរកមនុស្ស4នាក់ចូលក្នុងក្រុមតែមួយខ្ញុំអាចទទួលបានការបញ្ចុះតម្លៃ 40% ហើយសម្ពាធនឹងតិចជាងច្រើនគេគិតចាប់ត្រឹមនឹងហើយគេក៏បោះសម្លឹងទៅកាន់បុរសម្នាក់ដែលអង្គុយអានសៀវភៅនៅលើគ្រែក្បែរខ្លួន
គេសម្លឹងរួចហើយគេគិតបន្តថាខ្ញុំនឹងអញ្ជើញកូនមកចូលរួមហើយគេក៏ណែនាំឈ្មោះយើងឲ្យស្គាល់ទៅថាបរិមម្នាក់នឹងឈ្មោះថាថាងយូជើនិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រថ្មីប្រធានថ្នាក់ឈីនហាងបានគិតបន្តទៀតថាថាងយូជើល្បីជាងគេកន្លែងរំខានសាលារៀនគាត់មានបុគ្គលិកលក្ខណៈស្ងប់ស្ងាត់ណាស់ខ្ញុំបានដេកជាមួយគាត់កន្លះឆ្នាំហើយឃើញគាត់សើចមិនលើសពី3ដងទេគិតបានត្រឹមហ្នឹងគេក៏រត់ទៅយកក្តារទៅកាន់សៀនជើទាំងនិយាយថាការឈោកមេត្រីដែលកើតឡើងម្ដងទៀតរាល់50ឆ្នាំនឹងកើតឡើងនៅថ្ងៃពុធបន្ទាប់លោកចាប់អារម្មណ៍ទេលោកអាចទទួលបានការបញ្ចុះតម្លៃប្រសិនបើពួកយើងទៅជាមួយគ្នាគេនិយាយទាំងហុចរដាទៅកាន់យូជើទាំងមុខក្រហមយូជើបន្ទាប់ពីឮឈីហាងនិយាយបែបហ្នឹងហើយគេក៏និយាយយកព្រមថាអាចនិយាយបានត្រឹមហ្នឹងគេក៏សម្លឹងតូបភ្នែកជាមួយឈីហាងបន្ទាប់ពីយូជើយកព្រមភ្លាមគេក៏មានការភ្ញាក់ផ្អើលហើយគិតក្នុងចិត្តថាមនុស្សដែលជាធម្មតាមិនចង់និយាយច្រើនជាមួយមួយម៉ាត់ជាមួយខ្ញុំទេចុះគាត់ហេតុអ្វីបានជានិយាយជាមួយខ្ញុំឈីហាងបន្តគេទាំងសម្លឹងទៅកាន់យូជើទាំងកសៅភ្នែកទាក់ទាញហ្មងហើយគេក៏បានគិតទៀតថាវាអាចងាយស្រួលក្នុងការយកព្រមដោយរបៀបណាអញ្ចឹងនៅសល់តែមួយអ្នកទៀតទេគេនេះគិតទាំងសប្បាយចិត្តចំណែកឯពីរអ្នកនោះមានជាការឆ្ងល់ជាខ្លាំងបន្ទាប់ពីឃើញកាយវិការរបស់ឈីហាងយើងនឹងភ្លាមក៏មានស្មាមួយដើរកាត់ក្បែរគេហើយអ្នកដែលបានដើរមកឯឈីហាងយើងនឹងមានឈ្មោះថាសឹងស៊ីម៉ុងជានិស្សិតថ្មីនៃការអប់រំវិជ្ជាកូនប្រុសអ្នកមានបំផុតនៅទីក្រុងអិចហើយឈីហាងបន្ទាប់ពីឃើញសឹងម៉ុងបែបនេះហើយគេក៏និយាយថាលោកត្រឡប់មកវិញហើយលោកចង់ទៅជាមួយគ្នាទេឈីហាងនិយាយមិនទាន់ចប់ផងសឺមីនបាននិយាយកាត់ថាថយចេញភ្លាមបន្ទាប់ពីឈីហាងឮគេនិយាយបែបហ្នឹងហើយគេក៏បានគិតថានេះគឺជាមនុស្សដែលខ្ញុំស្អប់បំផុតចាប់តាំងពីចូលរៀនមហាវិទ្យាល័យម្លេះដោយពឹងផ្អែកលើទ្រព្យសម្បត្តិរបស់គ្រួសារគេនឹងមានភាពក្រអិតក្រទមគេក៏ត្រូវបានគេស្គាល់ថាជាក្មេងអ្នកលេងនិងជាចៅប្រសិនបើការសិក្សាវាមិនមែនតែខ្ញុំត្រូវការសន្សំទេខ្ញុំពិតជាមិនចង់សួរប្រុសដោះអាក្រក់នោះទេគេនិយាយទាំងដើរទៅកាន់ស៊ីជើសឺមីនបន្ទាប់ពីឃើញឈីហាងដើរមកអែបខ្លួនបែបនេះគេក៏និយាយថាបើឯងគ្មានលុយទេកុំទៅឯងនៅតែចង់ជ្រើសរើសខ្ញុំមែនទេឈីហាងក៏តបទៅវិញថាលោកគ្មានលុយច្រើនទេដែលលោកគ្មានកន្លែងសម្រាប់ប្រើវាសឺមីននិយាយទៅកាន់ឈីហាងទាំងចង្អល់ថាប៉ុន្តែខ្ញុំមិនចង់ទៅជាមួយឯងនិងប្អូនរបស់ឯងទេវិនស៊ីបន្ទាប់ពីឮសឺមីននិយាយបែបហ្នឹងហើយគេក៏រត់មកនិយាយទាំងខឹងថាអញមានន័យថាមិននិយាយច្បាស់មើលឈីហាងបន្ទាប់ពីឃើញប្អូនខ្លួនច្រឡោតបែបនេះហើយគេក៏និយាយថាសៀវស៊ីកុំខឹងអីកុំឲ្យគេអូសឯងចូលទៅក្នុងលូអីឈីហាងក៏និយាយបន្តទៅឈឺវិញថាពួកយើងទាំងអស់គ្នាជាមនុស្សស្មោះហើយបន្ទាប់ពីសឺមីនមិនឮឈីហាងនិយាយបែបហ្នឹងហើយគេនិយាយថាអញមានន័យថាមានស្នាមប្រឡាក់មែនទេមនុស្សពេញវ័យ2នាក់បែរជាមកប្រឡែងគ្នាក្នុងបន្ទប់ទៅវិញវាគួរឲ្យស្អប់ខ្ពើមណាស់សឺមីនបន្តនិយាយទាំងនៅក្រៅរបស់ឈីហាងថាឈីហាងចូលទៅចិត្តប្អូនប្រុសរបស់ឯងខ្ញុំក៏ខ្លាចឆ្លងមេរោគអេដដែរឈីហាងបន្ទាប់ពីឮសឺមីននិយាយបែបហ្នឹងហើយគេក៏បានសម្លឹងទៅកាន់សឺមីនរួចហើយគេក៏បានដើរមកដៃចំកណ្ដាលមុខរបស់សឺមីនទាំងខឹងគេវាយសឺមីនរួចហើយគេក៏និយាយទៅកាន់សឺមីនថាវាងាយស្រួលសម្រាប់មនុស្សដែលដូចឯងដែលមានមិត្តភក្តិ3នាក់ឈឺក្នុងមួយខែដែរមែនទេសឺមីនបន្ទាប់ពីឮឈីហាងនិយាយបែបហ្នឹងហើយគេក៏មានការខឹងជាខ្លាំងហើយនិយាយថាឈីឯងខ្ញុំនឹងវាយឯងជាមិនខានគេនិយាយចប់ហើយគេក៏យកដៃគេរកវាយកណ្ដាលមុខរបស់ឈើហាងភ្លាមនោះយូជ្រៅបានមកកាន់ដៃរបស់សឺមីនកុំឲ្យវាយឈីហាងចំកណ្ដាលមុខតន់ទាំងនិយាយថាកុំហួសហេតុពេកវើយសឺមីនបន្ទាប់ពីឃើញយូជ្រៅនិយាយខត់ខ្លួនវាយឈីហាងបែបនេះហើយគេក៏និយាយកាន់ស៊ឺជើទាំងខឹងថាអ្នកណាហួសហេតុឯងមិនគិតថាវាគួរឲ្យស្អប់ខ្ពើមទេឬឯងក៏ដូចជាពួកគេដែរក៏ឆ្លើយតបទៅវិញទាំងស្លូតបូតថាអ្វីទាំងអស់ដែលខ្ញុំដឹងពីឯងជាអ្នកបង្កបញ្ហាប្រសិនបើឯងហ៊ានធ្វើអ្វីនោះអ្វីនឹងមិនងាយស្រួលនោះទេនៅពេលដែលអ្នកណែនាំមក
សើមានបន្ទាប់ពីបែបនេះហើយគេក៏ដើរចេញទាំងនិយាយថាចែករំលែកទីតាំងទ្វារដូចគ្នាជាមួយឯងការងារក្នុងការគ្រប់គ្រងពិតជាសំណាងណាស់សម្រាប់ជីវិត8របស់ឯងគេនិយាយចប់ហើយគេក៏ដើរបុកយូរជ្រៅមួយទំហឹងទាំងនិយាយថាឈីហាងឈួតណាស់គេនិយាយចុះហើយគេក៏បិទទ្វារមួយទំហឹងចាក់ចេញទៅពេលនោះពីរនាក់គេក៏បានលួមលោមទៅកាន់ឈីហាងហើយចំណែកឯវិនស៊ីក៏និយាយទៅកាន់បងខ្លួនថាបងកំខឹងអីចំណែកឯយូជើវិញក៏បាននិយាយបន្ថែមថាកុំបារម្ភគេនឹងមិនហ៊ានរញ៉ៃទៀតទេឈីហាងបានបែរទៅនិយាយជាមួយយូជើថាប្រធានថ្នាក់អង្គគុណច្រើនហើយថ្ងៃនេះសម្រាប់ការជួយខ្ញុំភ្លាមហើយគេក៏បែរទៅនិយាយជាមួយបងប្រុសគេម្ដងថាក៏មានសៀវស៊ីដែរកុំបារម្ភខ្ញុំនឹងរកឃើញវិធីផ្សេងទៀតហើយច្បាស់ជានឹងនាំឯងទៅមើលឲ្យបានហើយកាត់មកនៅឯថ្ងៃពុធនៅឯឡានក្រុងទៅកាន់ជំរំសង្កេតភ្លៀងអាចផ្កាយហើយគេក៏បាននិយាយថាអ្នកថ្មើរជើងម្នាក់ដែលត្រូវបានជាត់រហូតដល់គ្រប់ចំនួនចំណែក3នាក់នោះវិញម្នាក់អង្គុយបែរទៅខាងមុខបង្អួចម្នាក់ទៀតបញ្ចុកនំទៅកាត់ឈីហាងនឹងស្វីតហ្មងណាស៊ីមានបន្ទាប់ពីឃើញវិនស៊ីបញ្ចុកនំទៅកាន់សៀវហាងបែបនេះគេគិតក្នុងចិត្តថាឯងគ្មានដៃទេអាហារគ្រប់យ៉ាងដែលឯងបានញ៉ាំត្រូវតែមានមនុស្សបញ្ចុកនេះគួរឲ្យស្អប់ខ្ពើមណាស់គេនិយាយគេគិតក្នុងចិត្តទៅកាន់ស៊ីហាងយើងនឹងអ្នកគ្នាដែលធ្វើឲ្យសើមីងនឹងនៅក្នុងឡាននឹងគេបានចុះឈ្មោះនៅក្នុងការទំមើអាចផ្កាយហោះនឹងដែរម្នាក់ស្រីដែលអង្គុយឯសើមីងក៏បាននិយាយថាសើមីងលោកតែងតែបែបមែនទេវិនស៊ីបាននិយាយទៅកាន់ឈីហាងថាបងប្រុសជួយជិតឲ្យមាត់ឲ្យខ្ញុំបន្តិចមកសើហាងឈីហាងបន្ទាប់ពីលឺប្អូននិយាយបែបនេះហើយគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយស្រែកទៅកាន់ប្អូនថាឯងអាយុប៉ុន្មានហើយថ្ងៃក្រោយនៅពេលដែលខ្ញុំស្វែងរកសង្សារបានហើយខ្ញុំនឹងគ្មានពេលដើម្បីមើលថែឯងទេវិនស៊ីក៏តបទៅកាន់បងខ្លួនថាខ្ញុំគ្មានដៃនោះទេចំណែកឯយូជើវិញបន្ទាប់ពីឃើញពេលនេះគេឆ្លោះគ្នាបែបនេះហើយគេក៏មានការហួសចិត្តជាខ្លាំងទាំងមិនបាននិយាយអ្វីទាំងអស់ឈីហាងនិងវិនស៊ីបន្ទាប់ពីឃើញប្រធានថ្នាក់ខ្លួនសម្លឹងមកខ្លួនបែបនេះឈីហាងមានការរៀងភ្ញាក់បន្តិចហើយក៏បាននិយាយទៅកាន់ប្រធានថ្នាក់ថាប្រធានថ្នាក់ញ៉ាំសូកូឡាអត់ចំណែកឯយូជើវិញក៏និយាយថាខ្ញុំមិនញ៉ាំនោះទេឈីហាងក៏យកសូកូឡាដែលខ្លួនកាន់នៅយកទៅឲ្យយូជើទាំងនិយាយថាញ៉ាំទៅបញ្ចូលថាមពលឡើងវិញវាដូចជាលោកមិនបានបំបែកអាហារពេលព្រឹកទេនៅពេលនេះលោកចាក់ចេញនៅពេលព្រឹកនេះឈីហាងមិនគិតក្នុងចិត្តថាខ្ញុំមិនដឹងថាហេតុអ្វីទេប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាការនិយាយជាមួយយូជើមិនមែនជារឿងអាក្រក់នោះទេវិនស៊ីបន្តពីឃើញឈីហាងបងខ្លួនយកសូកូឡាទៅឲ្យយូជើបែបនេះហើយគេក៏និយាយទៅកាន់បងគេថាបងប្រុសហេតុអ្វីមិនជាបងប្រុសឲ្យសូកូឡាដែលខ្ញុំយកមកជាពិសេសសម្រាប់បងប្រុសទៅអ្នកផ្សេងវិញអញ្ចឹងឈីហាងក៏តបទៅកាន់ប្អូនវិញថាពួកយើងជាមិត្តរួមថ្នាក់អញ្ចឹងហើយយើងត្រូវតែចេះចែករំលែកគ្នាភ្លាមយូជើបាននិយាយហៅឈីហាងថាឈីហាងភ្លាមឈីហាងក៏តបវិញថាមានរឿងអីមែនប្រធានថ្នាក់យូជើក៏បាននិយាយប្រាប់ទៅកាន់ឈីហាងថាមើលទៅក្រៅបង្អួចនោះចំណែកឯអ្នកនៅក្នុងឡានវិញមានការភ្ញាក់ផ្អើលហើយគេក៏បានរត់ទៅមើលឯក្រៅបង្អួចហើយនិយាយថាផ្កាយធ្លាក់នៅក្នុងពពកពេលថ្ងៃហេតុអ្វីបានជាខ្ញុំឮថាអាចផ្កាយធ្លាក់ក្នុងថ្ងៃជាសញ្ញាអាក្រក់បែបនេះម៉ែនៅក្នុងឡាននោះក៏បានបន្ថែមនិយាយថាថតរូបជាមួយទូរស័ព្ទរបស់ឯងទៅចំណែកឯឈីហាងវិញក៏មានការភ្ញាក់ផ្អើលមិនធម្មតាទេគេនិយាយទាំងភ្ញាក់ផ្អើលថាផ្កាយធ្លាក់ពិតមែនឈីហាងបានគិតក្នុងចិត្តទាំងបងសួងថាផ្កាយធ្លាក់សួយខ្ញុំខ្លាចជាអ្នកមានសួយខ្ញុំខ្លាចជាអ្នកមានចង់និយាយថាឈីហាងយើងមិនធម្មតាមែនណាឃើញផ្កាយធ្លាក់ប៉ុណ្ណឹងបនស្រន់សន្លប់តែម្ដងហើយឈីហាងក៏បន្តបនស្រន់ទៀតថាគេគិតក្នុងចិត្តទៀតថាខ្ញុំសុខចិត្តធ្វើអ្វីមួយចំណែកឯយូជើវិនស៊ីសើមីនបានបនស្រន់ក្នុងចិត្តព្រមគ្នាថាប្រសិនបើខ្ញុំអាចធ្វើការស្នើសុំបានខ្ញុំសង្ឃឹមថាស៊ីហាងគេនិយាយចប់គេគិតក្នុងចិត្តត្រឹមនឹងហើយចំណែកឯឈីហាងវិញភ្លាមគេបានបើកភ្នែកធំមានចការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីខ្លួនប្រាណគេទាំងមូលបានមានអ្វីរំពាត់ពីខាងក្រៅភ្លាមនោះក៏មានប្រព័ន្ធលេចឡើងមក
ទាំងនិយាយថាអាចផ្កាយបានទទួលអារម្មណ៍ពីការហៅដ៏មានឥទ្ធិពលរបស់អ្នកណាម្នាក់និងបានបង្កើតប្រព័ន្ធនៃឆន្ទៈការបង្កើតប្រព័ន្ធបំណងប្រាថ្នាភ្លាមនោះអ្នកដែលនៅក្នុងឡានក៏មានការស្កប់ភ្លាមតែម្ដងបន្ទាប់ពីប្រព័ន្ធនេះបានលេចឡើងប្រព័ន្ធនេះគេក៏បាននិយាយទៀតថាប្រព័ន្ធត្រូវបានបង្កើតឡើងហើយពិភពលោកពិសេសមួយត្រូវបានបំពាក់អ្នកលេងលេខ1001ឈ្មោះថាឈីខាងភ្លាមប្រព័ន្ធគេក៏បានបង្ហាញរូបភាពឈីហាំងដែលត្រូវចូលក្នុងប្រព័ន្ធពិភពលោកថ្មីប្រព័ន្ធបាននិយាយបន្តទៀតថាសូមស្វាគមន៍មកកាន់ពិភពលោកនៃហ្គេមប្រសិនបើអ្នកមិននៅជាមួយមនុស្សភេទដូចគ្នាអ្នកនឹងត្រូវស្លាប់ភ្លាមឈីហាំងបន្ទាប់ពីលើប្រព័ន្ធនេះនិយាយបែបហ្នឹងហើយគេក៏មានការឆ្ងល់ជាខ្លាំងហើយនិយាយទៅកាន់ប្រព័ន្ធថារស់នៅជាមួយមនុស្សភេទដូចគ្នាមានន័យយ៉ាងម៉េចឈីហាំងបន្តនិយាយទាំងវាយកញ្ចក់អេក្រង់ប្រព័ន្ធថាខ្ញុំនឹងមិនទៅទេឲ្យខ្ញុំទៅវិញទៅប្រព័ន្ធបាននិយាយទៅកាន់ឈីហាំងទៀតថាប្រព័ន្ធបំណងប្រាថ្នាត្រូវបានបង្កើតឡើងហើយការតវ៉ាមិនបានត្រឹមត្រូវទេឈីហាំងឮចឹងហើយគេក៏ឈរស្ដាប់បន្តិចហើយប្រព័ន្ធនោះក៏បន្តនិយាយទៀតថាតម្រាប់ណាអ្នកបំពេញបេសកកម្មហ្គេមអ្នកនឹងអាចបំពេញបំណងប្រាថ្នារបស់អ្នកដើម្បីក្លាយជាអ្នកមានបានហើយប្រសិនបើអ្នកបរាជ័យអ្នកនឹងត្រូវជាប់នៅក្នុងពិភពលោកហ្គេមនេះជារៀងរហូតហើយនៅក្នុងពិភពលោកពិតវានឹងត្រូវស្លាប់ឈីហាងបន្ទាប់ពីឮដូច្នេះហើយគេក៏មានការខឹងសម្បាំងជាខ្លាំងហើយនិយាយទៅកាន់ប្រព័ន្ធនាងទាំងទាញកំបិតថាខ្ញុំមិនជឿអ្វីដែលប្រព័ន្ធដែលមើលទៅដូចជាសិភៅអសថានិយាយបែបនេះទេប្រព័ន្ធបានតបទៅកាន់ឈីហាងវិញថាការតវ៉ាត្រូវបានហាមឃាត់ប្រព័ន្ធក៏បានបញ្យល់ថាបន្ទាប់ពីពួកយើងនឹងណែនាំអ្នកគម្រោងនិងបេសកកម្មនៃការចម្លងនេះម្ចាស់ដើមនៃរាងកាយនេះបានបំឡងខ្លួនជាស្ត្រីដើម្បីរៀបការជាមួយស៊ីនយូឆុងដែលជាកូនប្រុសច្បងនៃគ្រួសារស៊ីនជាលទ្ធផលស៊ីនយូឆុងបានស្លាប់ភ្លាមនៅថ្ងៃដែលគាត់បានរៀបការភ្លាមនោះអត្តសញ្ញាណរបស់ម្ចាស់រាងកាយដើមត្រូវបានលាតត្រដាងហើយគ្រប់គ្នាជឿថាការស្លាប់របស់ស៊ីនយូឆុងគឺដោយសារតែប្រពន្ធរបស់គាត់ចូលផ្ទះទីបំផុតម្ចាស់រាងកាយដើមត្រូវបានគ្រួសារសិនលាតត្រដាងហើយត្រូវបានគេវាយសម្លាប់ដោយដំបងភារកិច្ចនៅក្នុងហ្គេមដោយមានជំនួយពី NPC សំខាន់ផ្លាស់ប្ដូរការបញ្ចប់នៃរាងកាយម្ចាស់ដើមនិងការរត់គេចណែនាំតួអង្គ NPC សំខាន់ទាំងអស់គឺជាមនុស្សប្រុសប៉ុនក៏បន្តណែនាំទៅកាន់ឈីហាំងទៀតថាការធ្វើអន្តរាកម្មជិតស្និទ្ធជាមួយពួកគេអាចទទួលបានតម្លៃ sticker ដែលអាចត្រូវបានប្រើដើម្បីផ្លាស់ប្ដូរលក្ខណៈសម្បត្តិនៃហាងហ្គេមដើម្បីបង្កើតអត្រាជោគជ័យឈីហាំងបន្ទាប់ពីលើកបែបនេះហើយគេមានការខឹងនឹងប្រព័ន្ធ AI នឹងជាខ្លាំងឈីហាងបានបន្តសួរទៅកាន់ AI ថាអ្នកណាបង្កើតសេចក្តីប្រាថ្នានិងគ្រោះថ្នាក់ដើម្បីចូលលេងហ្គេមប្រភេទនេះគេសូមមិនទាន់បានប្រមាណផងភ្លាមនោះគេក៏មានការស្រែកជាខ្លាំងបន្ទាប់ពីគេមានការចាំងភ្នែកជាខ្លាំងជាមួយនឹងប្រព័ន្ធប្រភេទនេះប្រព័ន្ធក៏បានបើកឡើងហើយនិយាយថាបើកដំណើរការទទួលស្វាគមន៍ភ្លាមនោះឈីហាងគេនិយាយថាអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញគេនិយាយចប់មិនទាន់បានប្រមាណផងខ្លួនប្រាណគេក៏បានដូចជារលាយទឹកអញ្ចឹងភ្លាមនោះរូបរាងកាយគេក៏បានចូលទៅកាន់ក្មេងប្រុសនៅក្នុងហ្គេមនឹងនៅកន្លែងបន់សពផ្ទះគ្រួសារសិនគេក៏បង្ហាញឃើញអ្នកគ្រប់គ្នាបានអង្គុយកើតតុនៅឯក្បែរមឈូសគ្រប់គ្នាឈីហាងបន្ទាប់ពីបានចូលក្នុងរូបរាងកាយនេះហើយគេក៏បានគិតថាសំណាងហើយខ្ញុំពិតជាពេញ1ម៉ោងតែម្ដងភ្លាមនោះប្រព័ន្ធបានលេចឡើងទាំងនិយាយប្រាប់ទៅកាន់ឈីហាងថាការណែនាំ NPC សំខាន់ដើម្បីជ្រើសរើសលេខ1សំខាន់ឲ្យជ្រើសរើសតួអង្គលេខ1នៅក្នុងក្តារមឈូសនឹងត្រូវបានស្លាប់ឈីហាងបន្ទាប់ពីឃើញប្រព័ន្ធច្អល់ទៅកាន់មឈូសបែបនេះហើយគេក៏មានការព្រាបប្រាសទាំងគិតថាហេតុអ្វីបានជា NPC សំខាន់ដែលពួកយើងសន្យាថាស្លាប់ឬជា NPC សំខាន់ជាមឈូសភ្លាមនោះនារីដែលអង្គុយបន់សពជាមួយនឹងគ្រួសារសិនគេក៏បាននិយាយថាបងថ្លៃត្រូវស្លាប់ទាំងវ័យក្មេងហើយនារីដែលបាននិយាយហ្នឹងគេមានឈ្មោះគេជាភរិយាស៊ីនជីសុងហងមីនគេ
ម្នាក់ហុងមីងនឹងគេបន្តនិយាយទៀតថាវាមើលមិនឃើញសម្រាប់អ្នកណាម្នាក់មានអារម្មណ៍ថាឯកោនៅក្នុងពិភពលោកវាពិតជាសោកស្ដាយណាស់ប្រសិនបើកូនប្រសារស្រីថ្មីនឹងម្នាក់ឯងអ្នកដែលអង្គុយក្បែរហុងមីងយើងនឹងមានឈ្មោះថាស៊ុនជីផ្ទះទី2នៃគ្រួសារស៊ិនលោកពូស៊ិនយូពីហាងបន្ទាប់ពីលឺម្នាក់ស្រីនឹងនិយាយបែបហ្នឹងហើយគិតក្នុងចិត្តថាហេតុអ្វីជាខ្ញុំមានអារម្មណ៍ថាមិនល្អតាមពិតកូនប្រសារថ្មីនឹងគឺខ្លួនគាត់ទេអ្នកគ្នាភ្លាមនោះម្នាក់ប្រុសនោះក៏បានឆ្លើយតបទៅកាន់ម្នាក់ស្រីនឹងថាមិនឲ្យគាត់ទៅនៅជាមួយបងប្រុសយូរពីហាងសឡឹងទៅអាប៉ែដែលបាននិយាយមកថាឲ្យខ្លួនបែបនេះគេក៏បានគិតក្នុងចិត្តថាកប់ឯងអាចធ្វើបានដល់របៀបណាឯងមិនផ្ដល់ឱកាសឲ្យខ្ញុំរស់នៅក្រៅជ្រកទ្វារផ្ទះទេភ្លាមនោះជីហាងគេក៏និយាយទៅកាន់យាយចាស់ម្នាក់ថាខ្ញុំភ្លាមនោះយាយចាស់ដែលជីហាងក្រោកនិយាយរកនោះបាននិយាយយកព្រមជាមួយនឹងបរិសដែលបាននិយាយឌឺដងឲ្យទៅកាន់ជីហាងបន្ទាប់ពីលឺយាយចាស់នោះនិយាយយកប្រុសជាមួយបរិសម្នាក់នោះហើយគេក៏មានការភ័យខ្លាចជាកាំងហើយបានគិតថានេះជាអ្វីនឹងយាយចាស់ដែលបាននិយាយនោះមានគេគឺជាផ្ទះគ្រួសារស៊ិនមេចាស់ស៊ិនយូគឺជាស៊ិនឈៀវដែលត្រូវជាម្ដាយរបស់សៀវទូប្រុសយើងនឹងយាយចាស់នឹងគេបាននិយាយតទៀតថាយូមានជីវិតលំបាកនិងខ្សោយតាំងពីក្មេងគួរតែមានអ្នកណាម្នាក់ការពារគេនៅខាងក្រោមជីហាងបន្ទាប់ពីលឺអ្នកម៉ែខ្លួននិយាយបែបនេះហើយគេក៏និយាយទៅកាន់អ្នកម្ដាយវិញថាអ្នកម៉ែជីហាងបន្តនិយាយទៀតថាប្រហែលជាខ្ញុំគួរតែនៅទីនេះដើម្បីមើលថែអ្នកម៉ែដើម្បីឲ្យលោកពូអាចសម្រាកដោយសន្តិភាពនៅពេលក្រោយនៃជីវិតជីហាងនិយាយចប់ត្រឹមហ្នឹងហើយគេក៏បានគិតក្នុងចិត្តថាសម្ដែងបែបនេះគួរតែត្រូវគេនិយាយបែបនេះក្នុងរឿងភាពទូរទស្សន៍យាយនឹងបន្ទាប់ពីលឺជីហាងនិយាយបែបហ្នឹងហើយគេក៏មានការខឹងហើយស្រែកទាំងខូខើថាឯងគិតថាឯងស័ក្តិសមនឹងហៅលោកពូឯងតាមឈ្មោះនោះមែនទេគេនិយាយទាំងខឹងតែម្ដងមុខឡើងចាស់យាយនឹងបន្តនិយាយទៀតថាឯងត្រូវបានគេទិញឲ្យលោកពូនៅទីណាឯងគួរទៅតាមតែមិនមែនជាពេលរបស់ឯងដើម្បីបដិសេធនិយាមនោះទេភ្លាមនោះអ្នកយាមបានទៅចាប់កដៃកជើងរបស់ឈីហាងរបស់យើងនឹងហើយបរិសម្នាក់ទៀតបាននិយាយថាបូជាច័ន្ទដែលបានធ្វើពិធីសម្រាប់យុវជនថាការបញ្ចុះសពលឿនជាងលោកអ៊ំម្នាក់នឹងក៏បន្តនិយាយទៀតថាដូច្នេះនៅពេលដែលលោកពូយូចាក់ចេញនាងនឹងគ្មានឱកាសនៅរស់ទៀតទេជីហាងបន្ទាប់ពីលឺបែបនេះហើយគេក៏ខំរើបំរាស់អ្នកយាមថាអ្នកណាក៏បានដែរជួយខ្ញុំផងជីហាងបានគិតថាប្រព័ន្ធរបស់ឯងនៅឯណា NPC សំខាន់នៅឯណាគេគិតទាំងចង់ដាច់ខ្យល់ភ្លាមនោះក៏មានអ្នកណាម្នាក់បានបាញ់កាំភ្លើងចូលក្នុងផ្ទះនោះឬតែពងហ្មងអ្នកដែលបានបាញ់នោះក៏បាននិយាយថាពេលនេះវាជាសង្គមសម័យថ្មីគ្រួសារស៊ីននៅតែប្រកាន់យកការបញ្ចុះសពសក្តិភូមិយ៉ាងដូចម្ដេចជីវិតស្រីម្នាក់នេះគ្មានតម្លៃអ្វីទេអ្នកដែលបាននិយាយនឹងមានឈ្មោះថាស៊ីនមីនប្អូនស្រីរបស់ស៊ីនយូកូនប្រុសទី2នៃគ្រួសារស៊ីនភ្លាមនោះក៏មានសម្លេងមួយបាននិយាយថាគឺកូនប្រុសទី2គាត់មកវិញហើយជីហានក៏គិតក្នុងចិត្តថាសម្លេងនៃតួអង្គនេះជីហានបន្តគិតទៀតថាហេតុអ្វីបានជាវាស្ដាប់ទៅជាប្រភេទនិយាយចប់ត្រឹមហ្នឹងហើយគេក៏សម្លឹងទៅកាន់ម្ចាស់សម្លេងចំណែកឯម្ចាស់សម្លេងក៏សម្លឹងមកខ្លួនវិញជីហាងបន្ទាប់ពីសម្លឹងមើលបែបនេះហើយគេក៏មានការភ្ញាក់ផ្អើលហើយគិតថាឈួតណាស់ស៊ីនសឺមីនឈិនមីនបន្ទាប់ពីឃើញឈីហាវសម្លឹងខ្លួនមិនដាច់ពីភ្នែកបែបនេះគេក៏មានការស្ងាត់ហើយប្រព័ន្ធបានលេខឡើងបានសរសេរថា NPC សំខាន់អាចជ្រើសរើសបានលេខ2ជីហាងបន្តគិតទៀតថាខ្ញុំត្រូវគិតអំពីពិធីដើម្បីឈ្នះលើ NPC នេះភ្លាមនោះឈិនមីនបានអង្គុយចុះដើម្បីសួរនំហើយបាននិយាយថានាងគេនិយាយប្រឹងយកដៃគេទៅកាន់មុខរបស់ឈីហាងក៏និយាយទៅកាន់ឈិនមីងវិញថាឈិនកូនប្រុសទី2ឈិនមីងឮដូចនេះហើយគេក៏បែរទៅនិយាយទៅកាន់គ្រប់គ្នាថាដោយសារតែពាក្យមួយម៉ាត់របស់ចៅមហាដែលមានតួអក្សរ8របស់នាងត្រូវនឹងឈិនយូក្មេងស្រីក្រីក្រម្នាក់នោះ
ត្រូវបានគេទិញដើម្បីការពារពីមហន្តរាយឈិនយូបានឆ្លងផុតពីជោគវាសនារបស់គាត់ហេតុអ្វីបានជានាងត្រូវបាត់បង់ជីវិតដែរខ្ញុំស៊ិនមីនមិនយល់ស្របនឹងរឿងនេះទេជីហាងបន្ទាប់ពីឮសម្ដីរបស់ឈិនមីងហើយគេក៏គិតថាមនុស្សម្នាក់នេះនិយាយត្រូវណាស់គេមិនអាចជាសឺនស៊ិនមីនទេប្រសិនបើជាសឹងសឺមីនមែននោះគេនឹងប្រថុយប្រថាននឹងបញ្ចុះសពខ្ញុំជាមួយមនុស្សស្លាប់នៅពេលនេះហើយយាយនឹងបន្ទាប់ពីឮកូនប្រុសខ្លួននិយាយបែបហ្នឹងហើយគេក៏និយាយទៅកាន់កូនប្រុសវិញថាមីងឯងអាចប្រមាថបងប្រុសរបស់ឯងដល់របៀបណាឈិនមីនបានតបទៅកាន់ម្ដាយខ្លួនវិញថាអ្នកម៉ែវាមិនមែនជារឿងអាថ៌កំបាំងទេដែលបងប្រុសរបស់ខ្ញុំហើយខ្ញុំមិនបាននៅជាមួយតាំងពីក្មេងអ្នកទាំងអស់គ្នាពេញចិត្តនឹងបងប្រុសរបស់ខ្ញុំដែលជាអក្សរសាសនៈពេលដែលខ្ញុំកាន់ដាវប៉ុន្តែនៅទីបញ្ចប់អ្នកទាំងអស់គ្នាមិនចាំបាច់ពឹងផ្អែកលើខ្ញុំឬលោកអ៊ំនោះបាននិយាយទៅកាន់ឈិនមីងវិញថាកូនប្រុសទី2ឯងអាចប្រកែកជាមួយអ្នកម្ដាយរបស់ឯងដល់របៀបណាជាមួយក្មេងស្រីដែលបានទិញមកបែបនេះអ្នកស្រីដែលឈរអែមអំប្រុសនោះក៏បាននិយាយនិយាយឲ្យសមហេតុផលថាពេលប្រកាសណាប្រសិនបើវាមិនមែនជាជំងឺធ្ងន់ធ្ងររបស់ឯងនៅក្មេងទេអ្នកណាដូចជានាងនឹងមិនសំបីតែលាងជើងរបស់គាត់ផងឈីហាំបន្ទាប់ពីឮគេនិយាយមើលងាយខ្លួនបែបនេះហើយគេក៏គិតក្នុងចិត្តថាសំណរសង្កតិភូមិប្រភេទណាខ្លះបើគេរកឃើញថាខ្ញុំពិតជាមនុស្សប្រុសបំឡំថាជាមនុស្សស្រីខ្ញុំប្រកាសជាស្លាប់ហើយមើលទៅឈិនមីននិយាយថានាងអាចមកពីភាពក្រីក្រហើយគ្មានភាពទាក់ទាញជាពិសេសគេនិយាយហើយគេក៏បានចាប់លើកឈីហាងឲ្យក្រោកឡើងគេក៏បន្តនិយាយទៀតថាចុះបើគ្រួសារសាខាចាក់អ្នកណាម្នាក់ទៅកប់ជាមួយស៊ីនយូវិញខ្ញុំគិតថាក្មួយស្រីរបស់លោកពូមកពីគ្រួសារព្រះអាទិត្យនឹងសមល្អមែនទែនលោកអ៊ំនោះបាននិយាយទៀតថាហាកូនប្រុសទី2ឯងប្រកាសជានិយាយកំ pl ែងហើយអ្នកស្រីនោះក៏បាននិយាយបន្ថែមថាពិតមែនណាស់ជីហាបន្ទាប់ពីឮសម្ដីរបស់អ្នកទាំងពីរនិយាយបែបនេះហើយគេក៏បានគិតក្នុងចិត្តថាអូអណ្ដាតដ៏មុខស្រួយរបស់គាត់រំលឹកខ្ញុំពីសម្លេងរបស់សឹងសឺមីងហើយ